ូនប្រុសម៉ាក់ថ្ងៃនេះជាថ្ងៃកំណើតរបស់កូនអាយុ7ឆ្នាំហើយកូនធំហើយកូនឈប់ងាកងក់ទៅណាកូនណាកូនទៅរៀនទទួលខុសត្រូវខ្លួនឯងម៉ាក់ស្រឡាញ់កូនខ្លាំងណាស់ម៉ាក់បានប្រឹងប្រែងតស៊ូលះបង់អស់ហើយក្នុងជីវិតនេះដើម្បីកូនប្រុសកូនស្រីទាំងពីរនាក់អរគុណកូនចូលមកក្នុងជីវិតរបស់ម៉ាក់និងប៉ាម៉ាក់ប៉ាព្យាយាមផ្ដល់ភាពកក់ក្ដៅទៅកាន់កូនទោះជាពេលខ្លះម៉ាក់រវល់ប៉ាក៏រវល់មិនបានមើលថែកូនមិនបានផ្ដល់ភាពកក់ក្ដៅឲ្យកូនផ្ដល់កម្លាំងចិត្តឲ្យកូនឲ្យម៉ាក់និងប៉ាសំទោសណាកូនណាបំណងរបស់ម៉ាក់តែមួយគត់គឺចង់ឃើញកូនទាំងពីរមានអនាគតល្អមានចំណេះដឹងអាចរស់នៅក្នុងជីវភាពប្រកបដោយសេចក្តីសុខនិងមានសុភមង្គលក្នុងជីវិតណាកូនម៉ាក់ចង់ប្រាប់កូនថាម៉ាក់ស្រឡាញ់កូនខ្លាំងបំផុតនៅក្នុងជីវិតនេះ